បានសួស្តីអ្នកនរគ្នាថ្ងៃនេះមកនិយាយតាក់ទងជាមួយនឹងការប្រើប្រាស់វ៉ាក់សាំងហើយមន់ខ្ញុំនេះដែរមានអាយុ2 ខែកន្លះត្រូវរំលឹកវ៉ាក់សាំងអាសន្នរោគលើកទី2ការពេលមន់នៅទូចអាយុ45ថ្ងៃខ្ញុំធ្លាប់ប្រើប្រាស់វ៉ាក់សាំងអាសន្នរោគម្ដងហើយទៅលើវាដល់ឥឡូវអាយុ2 ខែកន្លះត្រូវធ្វើរំលឹកលើកទី2ម្ដងទៀតវ៉ាក់សាំងអាសន្នរោគដែលខ្ញុំប្រើនេះដែរឈ្មោះវា Formosa វ៉ាក់សាំងនេះវាមានគុណភាពខ្ពស់ហើយការប្រើប្រាស់គឺចាក់ម៉ាសេចាក់4មាន់អញ្ចឹងមាន់មួយក្បាលចាក់ 0.25 វ៉ាក់សាំងអាសន្នរោគនេះដែរដើម្បីប្រើឲ្យមានប្រសិទ្ធភាពខ្ពស់មាន់ដែលមានអាយុ45ថ្ងៃយើងត្រូវធ្វើវ៉ាក់សាំងអាសន្នរោគនេះលើកទី1និងរំលឹកលើកទី2បន្ទាប់ពីចាក់លើកទី1ហើយបានរយៈពេល1 ខែហើយការប្រើប្រាស់វ៉ាក់សាំងខ្ញុំតែងតែប្រើនៅពេលយប់ព្រោះពេលយប់វាត្រជាក់ពេលយើងចាក់វ៉ាក់សាំងអាសន្នរោគពេលយប់ផឹកលំឡើងមាន់សុខភាពវាធម្មតាអន់ចំណៃអត់អីទេហើយមាន់នេះដែរប្រវត្តិការប្រើប្រាស់វ៉ាក់សាំងរបស់វាលើកទី1នៅពេលអាយុ7ថ្ងៃខ្ញុំបានធ្វើវ៉ាក់សាំងញូកាសហើយនៅពេលអាយុ14ថ្ងៃខ្ញុំធ្វើវ៉ាក់សាំងកុំពូរ៉ូហើយនៅពេលអាយុ21ថ្ងៃរំលឹកវ៉ាក់សាំងញូកាសឡើងវិញហើយនៅពេលមាន់ដែលមានអាយុ45ថ្ងៃខ្ញុំបានចាក់អាសន្នរោគលើកទី1ហើយឥឡូវនេះមាន់អាយុ2 ខែកន្លះអញ្ចឹងខ្ញុំចាប់ផ្ដើមប្រើប្រាស់រំលឹកអាសន្នរោគលើកទី2សម្រាប់មាន់សាច់យើងប្រើប្រាស់វ៉ាក់សាំងប្រើប្រាស់តែប៉ុណ្្នឹងបានហើយដល់យើងចាប់លក់នៅអាយុ3 ខែកន្លះទៅ4 ខែនឹងយើងអាចចាប់លក់បានហើយតែសម្រាប់មេបាពូជយើងត្រូវរំលឹកវ៉ាក់សាំងម្ដងទៀតហើយសម្រាប់មេបាពូជខ្ញុំតែងរំលឹកវ៉ាក់សាំងវារាល់3 ខែម្ដងវ៉ាក់សាំងអាសន្នរោគហើយនិងវ៉ាក់សាំងញូកាស